មិនថានៅខ្មែរឬនៅកូរ៉េទេបើសិនជាយើងចង់សល់លុយដូចគេតតែយើងនឹងហ៊ានលះបង់ដែរអញ្ចឹងណាបងប្អូនធម្មតាបើសិនជាយើងបដិញ្ញាថាចង់សល់លុយនឹងគេតតែយើងបដិញ្ញាឬក៏លះបង់ការសបាយការជួបជុំផឹកស៊ីការដើរកម្សាន្តការប្រើប្រាស់សម្ភារៈទំនើបឬក៏សម្ភារៈដែលវាពេញនិយមណាធម្មតាពេលខ្លះបើយើងចង់សល់លុយតតែយើងហ៊ានលះបង់ការសបាយការផឹកស៊ីការជួបជុំមិត្តភ័ក្តិការដើរលេងសម្ភារៈដែលវាទំនើបពេកអញ្ចឹងណាអញ្ចឹងបើសិនជាយើងសល់ដល់តែយើងហ៊ានធ្វើរឿងទាំងហ្នឹងដែរប៉ុន្តែបើសិនជាយើងអត់ហ៊ានទេនោះក៏យើងអត់សូវសល់ដែរធម្មតាបងប្អូនតែយើងចំណាយទៅលើរឿងដែលអត់ចាំបាច់គឺវាអត់សូវសល់ដែរធម្មតាបើសិនជាយើងហូបអាហារដែលវាមានអាហារដែលថ្លៃនិងអាហារមិនសូវថ្លៃនិងអាហារដែលវាថោកអញ្ចឹងណាប៉ុន្តែយើងធ្វើយ៉ាងណាក៏ដោយការពិចារណាផងយើងត្រូវថាតើយើងចំណាយទៅលើរឿងចាំបាច់ឬក៏រឿងដែលវាមិនចាំបាច់អញ្ចឹងណាបើសិនជាយើងចេះចំណាយគឺនោះយើងនឹងសល់លុយហើយធម្មតានៅក្នុងជីវិតយើងមានរឿងពីរដែលយើងត្រូវធ្វើរឿងអត់ប្រយោជន៍និងរឿងដែលវាមានប្រយោជន៍នឹងឯង